អរុនសួស្តីក៏ដូចជាជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាបែរគ្នាមួយរយៈតើបងប្អូនមានសុខទុក្ខយ៉ាងណាដែរចំពោះខ្ញុំនៅ Daily នេះសុខសប្បាយធម្មតាទេបងប្អូនក៏ប៉ុន្តែបញ្ហាបន្តិចទាក់ទងទៅនឹងការរស់នៅការស្ទះចរាចរណ៍និងបញ្ហាអាកាសធាតុធ្វើឲ្យយើងពិបាកនៅក្នុងការរស់នៅក៏ប៉ុន្តែអីទេបងប្អូនដើម្បីរស់នៅបានហើយថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលជីវិតមួយថ្ងៃនៅ Daily របស់ខ្ញុំថាតើខ្ញុំធ្វើអីខ្លះបើក្បាលវីដេអូមកគឺឃើញខ្ញុំជិះម៉ូតូហើយខ្ញុំជិះម៉ូតូនេះគឺខ្ញុំកំងតាម app local គេមួយឈ្មោះ Rapido បើប្រៀបនៅខ្មែរដូចជា Grab ឬក៏ Pass App ចឹងហើយការធ្វើបែបនេះអាចឲ្យយើងគេចផុតពីការបោកហើយយើងអាច save លុយបានរហូតដល់ 50% ទៅ 70% ទៀតហើយនេះពេលដែលយើងមកដល់សាលាយើងដកលុយឲ្យគាត់ទៅហើយការចូលសាលានេះគឺតម្រូវឲ្យយើងមានកាតនៅក្នុងសាលាហ្នឹងមានន័យថាបើសិនជាយើងរៀននៅសាលាផ្សេងយើងចង់ចូលសាលាហ្នឹងគឺយើងអាចចូលបានទេតោះតែសិស្សដែលរៀននៅសាលាហ្នឹងទើបអាចចូលបាននិយាយអំពីសពន្ធភាពនៅក្នុងបរិវេណសាលាវិញគឺមានភាពស្អាតដាច់គ្នាឆ្ងាយពីទីផ្លូវសាធារណៈខ្លាំងមែនទែនដោយសារតែនៅក្នុងនេះមានអ្នកបោសសម្អាតជាប្រចាំសួនច្បារមានអ្នកកាត់ស្មៅអ្នកស្រោចទឹកឲ្យផ្កាជាប្រចាំអញ្ចឹងអាចធ្វើឲ្យទីនេះអាចរក្សាភាពស្អាតនិងគួរឲ្យចង់រៀនថ្ងៃនេះផងដែរខ្ញុំក៏បានមកជួយមិត្តភ័ក្តិខ្ញុំនៅក្នុងការថតវីដេអូក៏ដូចជារូបភាពមួយចំនួនសម្រាប់ធ្វើ poster ព្រោះអីពួកគាត់ទាំងពីរនាក់នេះគឺម្នាក់ឈ្មោះជា Vice President ហើយម្នាក់ទៀតគឺ Joint Secretary ប្រចាំ Department និយាយទៅប្រព័ន្ធអប់រំនៅឥណ្ឌារៀងប្លែកពីយើងខ្លាំងដោយសារតែយុវជនហើយនិងសិស្សនិស្សិតគេភាគច្រើនគឺគេផ្ដោតទៅលើកិច្ចការងារសង្គមនិងប្រទេសជាតិជាងការរៀននៅក្នុងថ្នាក់អញ្ចឹងក្នុងនាមជា Vice President ហើយនិង Joint Secretary បេក្ខជនម្នាក់គឺត្រូវការធ្វើការថតរូបឬក៏វីដេអូប្រម៉ូទពីខ្លួនឯងដើម្បីឲ្យមានគេចាប់អារម្មណ៍ច្រើននិងគេបោះឆ្នោតទៅកាន់ពួកគេច្រើនដើម្បីជាប់ជាតំណែងមួយនេះហើយនៅពេលរសៀលបន្តិចក៏ពួកយើងនាំគ្នាសម្រេចចិត្តថាទៅផ្សារមួយមានឈ្មោះថា Pacific Mall ផ្សារហ្នឹងគឺទំនើបបើប្រៀបធៀបទៅដូចជា Aeon Mall ចឹងក៏ប៉ុន្តែផ្សារហ្នឹងរៀងតូចជាងផ្សារ Aeon Mall បន្តិចបន្ទាប់ពីគ្នាមកអស់ហើយពួកយើងក៏នាំគ្នាដើរសម្ដៅទៅរកតុកដើម្បីជិះទៅកន្លែងជិះរថភ្លើងនៅនេះគេហៅ Metro ហ្នឹងជាប្រភេទអតិភ្លើងល្បឿនលឿននៅឥណ្ឌាគឺពេញនិយមមែនតើដោយសារតែការជិះតាម Metro ហ្នឹងគឺចំណាយតិចហើយចំណេញពេលវេលាហើយមានសម្ដាប់ធ្នាប់ត្រឹមត្រូវហើយមានម៉ាស៊ីនត្រជាក់នៅក្នុងហ្នឹងទៀតឥឡូវនេះយើងបានហៅតុក2ហើយនៅនេះគេអត់សូវខ្វល់ទេគេដាក់មនុស្សបានកាន់តែច្រើនគឺកាន់តែល្អអ្នកជិះកាន់តែច្រើនមួយជើងហ្នឹងអ្នកម្ចាស់តុកហ្នឹងចំណេញហើយដូចជាខ្ញុំចាក់ស្ដែងអញ្ចឹងគឺខ្ញុំអង្គុយជាមួយអ្នកបើកហ្មងហើយគាត់គឺបើកសាហាវខ្លាំងមែនតើតែទៅនៅឥណ្ឌាទាំងឡានទាំងម៉ូតូទាំងលម៉កអ្នកបើកមួយគឺស្មារតីរបស់ពួកគាត់គឺអា reflex ហ្នឹងគឺលឿនខ្លាំងមែនតើសារថាមកចាគាត់មូលហើយគាត់ជន់ប៊ីបុកគ្នាតែអត់បុកគ្នាគ្រាន់ប៊ីចឹងមានថាអា reflex របស់គាត់ហ្នឹងគឺរហ័សមែនតើហើយមើលគាត់ដប់មនុស្សឡើង 5-6 នាក់គាត់ជិះដៃមួយហើយគាត់និយាយទូរស័ព្ទធ្វើតែអស់ចាខ្លាំងមែនតើណាមិនមែនតែគាត់ម្នាក់ឯងសំបីតែខ្ញុំជិះម៉ូតូទៅសាហាវទៀតជិះម៉ូតូគឺថាគាត់ចាក់ឆែឆ្វេងស្ដាំចុះឡើងក៏ផ្លេពេតពតទៅដល់មុខជិះប្រយបើសិនជាយើងអត់ហ៊ានទេនៅស្ទះកកកុញហ្នឹងតែនៅទីអត់ទេឲ្យមានប្រឡោះចាក់យកសាហាវខ្លាំងមែនតើអូខេឥឡូវយើងបានមកដល់ច្រកចូលដើម្បីទៅជិះ Metro ហើយអញ្ចឹងជាដំបូងយើងត្រូវដោះកាតាបឲ្យគេ scan ហើយគេត្រូវ scan ខ្លួនយើងម្ដងទៀតបន្ទាប់ពី everything is fine អត់មានអីទេយើងត្រូវមកទិញសំបុត្រ Metro តែចំពោះខ្ញុំគឺខ្ញុំបានធ្វើកាត Metro ចឹងខ្ញុំមកត្រូវការទិញសំបុត្រទេក៏ប៉ុន្តែក្នុងកាតខ្ញុំវាចិត្តអស់លុយចឹងខ្ញុំទៅបញ្ចូលលុយហើយនៅទីនេះគឺទំនើបខ្លាំងមែនតើជាពិសេសគឺតាក់ទងទៅនឹងប្រព័ន្ធ security សុវត្ថិភាពរបស់យើងគឺមកជំហានទៅមកជំហានគឺគេឡាយកចិត្តទុកដាក់ហើយតឹងតែងខ្លាំងមែនតើដើម្បីធានាថាអ្នកដំណើរហ្នឹងគឺមានសុវត្ថិភាពហើយឥឡូវបន្ទាប់ពីយើងមានបញ្ចូលកាតបញ្ចូលលុយក្នុងកាតហើយគឺយើងត្រូវ scan កាតយើងដើម្បីចូលម្ដងនេះច្រើនតង់ខ្លាំងមែនតើបន្ទាប់ពី scan ហ្នឹងហើយគឺរួចហើយយើងត្រូវដើរទៅរក platform ជិះ Metro របស់យើង
ថា metro បើសិនជាយើងចង់ទៅខាងណាយើងមើលតាម map ហ្នឹងទៅព្រោះអីរថភ្លើងគឺវាច្វៃច្វាត់ច្រើនអញ្ចឹងវាមានម៉ោងវាទៅខាងឆ្វេងទៅខាងស្ដាំខាងលិចខាងកើតអញ្ចឹងណាអញ្ចឹងយើងត្រូវប្រយ័ត្នដែរតែយើងជិះខុសគឺខុសហើយអូខេបន្ទាប់ពីយើង scan អស់ហើយយើងក៏នាំគ្នាធ្វើដំណើរមកក្រោមដីរងចាំជើងរថភ្លើងរបស់ពួកយើងហើយនេះគឺជាផ្នែកនៃប្រទេសឥណ្ឌាដែលមិនសូវជាមានមនុស្សភាគច្រើនទេដែលបានបង្ហាញអំពីភាពទំនើបនៃឥណ្ឌាក៏ប៉ុន្តែពេលជិះរថភ្លើងជាក់ស្ដែងគឺវារៀងមានភាពពិបាកបន្តិចដោយសារតែប្រជាជននៅនេះគឺគេហុញច្រើនគ្នាហ្មងខ្ញុំអត់សូវយល់ថាវាមិនដែរក៏ប៉ុន្តែជាក់ស្ដែងគឺកន្លែងហ្នឹងវាពិបាកភ្នែកនឹងមើលមែនតើដូចរបៀបថាគេហុញយើងផុសយើងចូលផុសយើងចេញហ្មងបងប្អូនអាចមើលវីដេអូជាក់ស្ដែងបានចាំមើលខ្ញុំដាក់ឲ្យមើលचल Whoa, I saw this is on the left. Oh. On the left. This in the Rusk. Are you recording? I guess so. Again. Me. Show me. Oh, I look good, right? Show me. yeah. I can see you. Send the video. Yes, sir. I can see everyone. Don't fall, okay? Don't get fall. Personal bouncer. Big boss. Big boss. Big Our boss. boxer. Final boss. Namaskaram. Namaskaram. Ram. Namaste to India. Say Ram. Ram ji. Yes, Ram sir. Ram. No, Everybody will go through the we are lazy. Oh, don't get lost. Hold the handrail clear. That's weird ខ្ញុំមានអារម្មណ៍ថាពេលខ្ញុំអត់ដាក់ voice over អញ្ចឹងវីដេអូដូចល្អមើលជាងពេល voice over អញ្ចឹងដាក់វីដេអូ real life ហ្មងបាច់ចាំ voice over ឯងចេញទស្សនាមើលទាំងអស់គ្នាបងប្អូន on មកយើងអញ្ចឹងបន្ទាប់ពីយើងចេញពីកន្លែងណាកថិចឥឡូវយើងមកនេះទៅចេញ game into is it? Yeah. We just here because they have AC. Yeah. Fucking makes sense. ចាំមើលមានប្រាណណាស់ហើយខ្ញុំស្គាល់មើលហាងនេះwe got बैग ही छोड़ बैग ही छोड़ देते हैं हाँ इधर हमें कोई शौक नहीं है इधर यहाँ से बाहर चलते हैं Walk straight. Oh, that's the center. Man, friend, not a young score. How's the place? It's good, but there's no one friend I knew. Oh, I saw Amchika. MGK. I saw Lavi. You know Benetton? British brand? Nah. Jan. United Color Britain. One thing. India and China, like they are like not cool to each other, right? They have conflicts like cool, like, but why they still have like China brand car in here? It's China brand car. It's made in China. Get down. Shoot puppy. Oh yes, I found that place. You know, I supposed to say that place. Do they don't have game like car racing at the mall? I supposed to ask that, and now I found it. भाई अंदर चलना है क्या?
ហើយពេលល្ងាចឡើងពេលដែលយើងមកផ្ទះវិញគឺថាទេសភាពយើងជិះមេត្រូមកផ្ទះវិញគឺស្អាតខ្លាំងមែនទែនហើយអូខេវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅក្នុងវីដេអូបន្ទាប់ដែលនិយាយអំពីជីវិតពេលល្ងាចនិងពេលរាត្រីនៅដេលីថាតើគេធ្វើអ្វីខ្លះចាំទស្សនាវីដេអូក្រោយជាមួយខ្ញុំទាំងអស់គ្នាអរគុណ